មានលំហាត់គួរចាប់អារម្មណ៍មួយទៀតរបស់ Socrates ក្នុងថ្នាក់ទី8ទី7ទី8ឬទី9នៅវិទ្យាល័យអញ្ចឹងគួរចាប់អារម្មណ៍ដែរតើគិតចេញទេសាអានមើលរៀនអានជាអង់គ្លេសលំហាត់ជាអង់គ្លេសហើយនឹងរៀនធ្វើមើលលំហាត់នេះគេដាក់លេខ5 y is directly proportional to the square of x អូខេគេប្រាប់អញ្ចឹងបំរាប់គេអញ្ចឹង y គឺសមាមាត្រជាមួយនឹងការ៉េនៃ x ការ៉េនៃ x ទៅគេប្រាប់ឬគេប្រាប់ថាបើសិនជា x ស្មើ3នាំឲ្យ y ស្មើ6វាជាអនុគមមួយx និង y ជាប់អនុគម x ណា Find the value of y when x is equals to minus 6រកតម្លៃនៃ y បើសិនណាជានៅពេលណាដែល x ស្មើដល់6តើមើលតន់ទេមានន័យថាម៉េចអញ្ចឹងពេលថ្នាក់ទី8យើងអាចទៅសេតួលេខឲ្យជាប់ជាអនុគមសមាមាត្រមានន័យថាម៉េចអញ្ចឹងឧបមាថា y ចែកនឹង x ស្មើនឹងអក្សរ a មួយទៅហ្នឹងគេហៅថាសមាមាត្រដែរអូខេឬក៏ថាជាប់អនុគមឬទៅសេបែបនេះវិញថា y ស្មើនឹង a គុណនឹង x អូសុំទោសខុសហើយដោយសារវាសមាមាត្រនឹង x ការ៉េអញ្ចឹងថែមការ៉េអញ្ចឹងប្រធានគេថា y is directly proportional to square of x ណាអញ្ចឹង y តម្លៃរបស់ y គឺសមាមាត្រជាមួយនឹង x ការ៉េដើម្បីឲ្យសមាមាត្រគឺត្រូវមានផលគុណតួលេខថេរណាមួយតាំងដោយអក្សរ a ចុះអូខេអញ្ចឹងមានន័យថាអនុគមនឹងរាង y ស្មើនឹង a គុណនឹង x ការ៉េអក្សរ a គឺជាចំនួនថេរណាមួយជាអថេរនឹងឲ្យជាអនុគមអញ្ចឹងយើងចូលចម្លើយមកទៅអានេះខ្ញុំទៅសេក៏វាបន្តិចគឺយើងតាំងបិចក្រហមតាំង y ស្មើនឹង a គុណនឹង x ការ៉េព្រោះយោងតាមប្រធានគឺ y សមាមាត្រជាមួយនឹង x ការ៉េ square of x អញ្ចឹងគេប្រាប់ទៀតប៊ីចេញចម្លើយថា y គឺពិត y គឺស្មើ6នៅពេលណាដែល x ស្មើ3អញ្ចឹងតាមរយៈអនុគម y ស្មើនឹង a គុណនឹង x ការ៉េជំនួសលេខទៅមានន័យថា y ស្មើ6ហើយនៅពេលណាដែល x ស្មើ3អញ្ចឹង a នឹងដែលគុណនឹង3លើកជាការ៉េមើលតន់ទេអញ្ចឹងមានន័យថាy នឹងស្មើ6នៅពេលណាដែល x ស្មើ3លើកជាការ៉េទៅវា3ការ៉េអញ្ចឹងមានន័យថាម៉េចមានន័យថាយើងនឹងរកឃើញអក្សរ a នឹងបាត់ហើយ6វាស្មើនឹងa គុណនឹង9អញ្ចឹង a ស្មើនឹង6ចែក9ស្មើ2ចែក3 2/3អញ្ចឹងសិស្សថ្នាក់ទី8អាចមើលទាន់គឺក្នុងន័យនេះថានៅពេលដែល x ស្មើ3នាំឲ្យ y ស្មើ6នៅពេលណាដែលយើងរកឃើញ a នេះធ្វើឲ្យលំហាត់នឹងងាយស្រួលដូច្នេះហើយគឺអនុគមដែលយើងរកឃើញគឺថាជាអនុគម y ស្មើនឹង2/3នៃ x ការ៉េនឹងជាអនុគមហើយកើតអនុគមហើយគឺស្អីក៏រកឃើញដែរគូចម្លើយទៅពេលរកអនុគមនឹងឃើញគេសួរថារកតម្លៃនៃ y បើកាលណា x នោះស្មើដល់6ចុះបើយើងដឹងថា y ស្មើនឹង2/3 x ការ៉េទៅហើយអញ្ចឹងរឿងអីដែលថារកមិនឃើញបើគេប្រាប់ថា x ស្មើដល់6នោះពេលណាដែល x ស្មើដល់6អូសេនៅក្រោមហើយនៅពេលដែល x ស្មើដល់6នាំឲ្យ y នេះវាស្មើនឹង2/3គុណនឹង6លើកជាការ៉េមើលតន់អត់ចុះបើ y វាស្មើនឹង2/3 x ការ៉េអញ្ចឹងពេលណាដែល x នេះស្មើនឹងដល់6យក x ទៅជំនួសទៅអញ្ចឹង y ស្មើនឹង2/3គុណនឹងដក6លើកជាការ៉េនឹងឯងអូខេកន្លែងនេះសេកាត់ពេកដក6លើកជាការ៉េដក6លើកជាការ៉េគឺ36ណា36គុណ2ចែក3ឃើញ24ដូច្នេះ
មានន័យថាបើ x ស្មើដល់6នាំឲ្យ y ស្មើ24អូខេមិញបានផ្អាកវីដេអូឲ្យឆ្លើយសាកមើលទេសិស្សបកកែថ្នាក់ទី9ឬក៏ថ្នាក់ទី8អូខេអញ្ចឹងយើងបញ្ចប់ប៉ុណ្ណេះ